សម្ដេចតេជោហ៊ុនសែនបានចេញសារទៅរាជរដ្ឋាភិបាលដើម្បីឲ្យត្រៀមកម្លាំងប្រដាប់អាវុធ24ម៉ោងលើ24ម៉ោងដើម្បីវាយបកការពារខ្លួនក្នុងករណីថៃឈ្លានពានកម្ពុជាសម្ដេចក៏បានបន្តទៀតថារាជរដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចកម្ពុជានោះទេនេះព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនបានថ្លែងទៅកាន់រាជរដ្ឋាភិបាលដោយបញ្ជាឲ្យរាជរដ្ឋាភិបាលត្រៀមកម្លាំងប្រដាប់អាវុធដើម្បីឆ្លើយតបជាមួយនឹងថៃនិងត្រៀមជម្លៀសប្រជាជនចេញពីតំបន់ប្រឈមទៅទីកន្លែងដែលមានសុវត្ថិភាពនិងដោះស្រាយស្បៀងអាហារព្រមទាំងថ្នាំនិងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្ដេចតេជោហ៊ុនសែនក៏បានបញ្ជាក់ទៀតថាប្រសិនបើថៃនៅតែមិនព្រមដោះស្រាយច្រកព្រំដែនឲ្យវិលត្រឡប់ដូចប្រក្រតីវិញទេនោះយើងគ្មានអ្វីក្រៅពីធ្វើរឿងនេះទេជាមួយគ្នានោះផងដែរសម្ដេចតេជោហ៊ុនសែនក៏បានបញ្ជាឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រៀមក្នុងការទិញកសិផលខ្មែរដែលធ្លាប់ទៅលក់នៅប្រទេសថៃហើយនឹងខិតខំរកទីផ្សារជូនប្រជាជនហើយព្រមទាំងបង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលនៅប្រទេសថៃឲ្យមកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុកឬក៏ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសផ្សេងវិញនិងត្រៀមទទួលយកនិងដោះស្រាយការងារជូនពលករដែលវិលត្រឡប់ពីថៃមកកម្ពុជាវិញនោះផងដែរស្ថានភាពព្រំដែនឡើងកម្ដៅចាប់តាំងពីទ័ពថៃបានលួចឆ្មក់បាញ់ទាហានខ្មែរស្លាប់អស់ម្នាក់នៅម្ដុំមុំបីស្រុកជាំខ្សានខេត្តព្រះវិហារកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025នេះជាការឆ្លើយតបកម្ពុជាក៏បានបញ្ជូនអាវុធធុនធ្ងន់និងកងទ័ពត្រៀមនៅព្រំដែនថៃនៅថ្ងៃបន្ទាប់នោះផងដែរស្ថានភាពនេះកាន់កម្ដៅកាន់តែខ្លាំងឡើងខណៈដែលរាជរដ្ឋាភិបាលថៃបានបិទច្រកព្រំដែនឯកតោភាគីព្រមទាំងគម្រាមក្នុងការបិទជាមួយនឹងអ៊ីនធឺណិតព្រមទាំងចរន្តអគ្គិសនីពីកម្ពុជាប្រសិនបើកម្ពុជាមិនព្រមធ្វើតាមថៃក្នុងរឿងព្រំដែនជាការឆ្លើយតបជាមួយថៃកាលពីយប់ថ្ងៃទី12ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានចេញសារទៅរាជរដ្ឋាភិបាលដើម្បីឲ្យបានបញ្ជាឲ្យក្រសួង24ម៉ោងលើ24ម៉ោងដើម្បីវិបកការពារខ្លួនក្នុងករណីអ៊ីនធឺណិតនិងអគ្គិសនីពីថៃទាំងអស់សម្ដេចក៏បានបន្តទៀតថារាជរដ្ឋាភិបាលថៃមិនអាចគ្រប់គ្រងកងទ័ពបានដូចកម្ពុជានោះទេនេះព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែន